រដូវកាលទី1លោកគ្រូឆ្នាំរបូតឡានបាត់ហើយនៅក្នុងកម្មវិធី The Battle of Three Kingdom ចុះរដូវកាលទី2នេះបងប្អូនលោកគ្រូឆ្នាំមានឱកាសអត់ជំរាបសួរក៏សួស្តីបងប្អូនកម្មវិធី The Battle of Three Kingdom បានរំលងផុតទៅហើយក៏បញ្ចប់ដែរហើយក៏រកលោកគ្រូដែលឈ្នះឡានរួចដែរប៉ុន្តែអ្វីដែលសំខាន់ខ្ញុំចង់និយាយនៅក្នុងវីដេអូនេះគឺមានរដូវកាលទី2ព្រោះតែចប់ការប្រកួតព្រាមអ្នកអង្គញាសម្អាងវឌ្ឍនៈគាត់បានប្រកាសហើយថាកម្មវិធី The Battle of Three Kingdom សិស្សបានលុយគ្រូបានឡានគឺនឹងមានរដូវកាលទី2ឆាប់នេះអីយ៉ាបងប្អូនត្រៀមតែឆ្ងាញ់ភ្នែកទៀតហើយរដូវកាលទី1លោកគ្រូឆ្នាំរបូតឡានបាត់ហើយចុះរដូវកាលទី2តើលោកគ្រូឆ្នាំមានឱកាសទៅប្រកួតនៅក្នុងកម្មវិធី The Battle of Three Kingdom បងប្អូនហើយបើសិនជាមានឱកាសតើលោកគ្រូឆ្នាំអាចយកបានអត់ឡាន pick up មួយគ្រឿងនេះអ្នកអង្គញាសម្អាងវឌ្ឍនៈហ៊ានចំណាយលុយ120លានឡានមួយគ្រឿងសម្រាប់កម្មវិធីដ៏ធំនេះហើយក៏កម្មវិធីនេះគឺអត់ដែលមានទេលើកទី1ហើយសូម្បីតែលោកគ្រូធំទាំង3រូបក៏គាត់និយាយដែរគាត់ប្រឡូកវិស័យគុនខ្មែរនេះជាង30ឆ្នាំហើយគឺអត់ដែលមានកម្មវិធីដែលធំនេះទេបងប្អូនបានន័យថាកម្មវិធីនេះគឺចំណេញទាំងសិស្សចំណេញទាំងលោកគ្រូគឺសិស្សបានលុយលោកគ្រូបានឡានហើយក៏ជាឱកាសសម្រាប់សិស្សដែលត្រូវបញ្ចេញសមត្ថភាពនិងលោកគ្រូដែលបញ្ចេញសមត្ថភាពដើម្បីយកឡានចូលក្លឹបដែរបងប្អូនសម្រាប់កម្មវិធី The Battle of Three Kingdom នេះនឹងវិលមកវិញនៅរដូវកាលទី2ពុកម៉ែបងប្អូនត្រៀមតែឆ្ងាញ់ភ្នែកទៀតហើយបងប្អូនចាប់អ៊ុតមើលទាំងអស់គ្នាតើមានក្លឹបលោកគ្រូរូបណាខ្លះនិងមានកីឡាកររូបណាខ្លះរដូវកាលទី1ក៏ក្រៅប៉ុណ្្នឹងហើយចុះហ្មងរដូវកាលទី2ទៀតបងប្អូនអ្នកអង្គញាសម្អាងវឌ្ឍនៈហ៊ានចំណាយលុយ120លានឡានមួយគ្រឿងពុកម៉ែបងប្អូនខ្លាចអីនឹងគ្រប់គ្រងផលិតផលកូនខ្មែរជាពិសេសគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុនវឌ្ឍនៈព្រោះតាបងប្អូនដឹងហើយក្រុមហ៊ុនវឌ្ឍនៈគឺជាក្រុមហ៊ុនរបស់អ្នកអង្គញាសម្អាងវឌ្ឍនៈហើយអ្នកអង្គញាសម្អាងវឌ្ឍនៈគាត់តែងតែជួយដឹកនាំគុនខ្មែរទៅលើឆាកអន្តរជាតិដឹកនាំកីឡាករគុនខ្មែរទៅប្រកួតក្រៅប្រទេសដើម្បីបង្ហាញគុនខ្មែរទៅឲ្យពិភពលោកបានដឹងថាជារបស់ខ្មែរយើងជាពិសេសអ្នកអង្គញាសម្អាងវឌ្ឍនៈក៏បានឧបត្ថម្ភថវិកាទៅតាមក្លឹបនីមួយៗដូចជាកីឡាករគុនខ្មែររបស់យើងផងដែរអញ្ចឹងពុកម៉ែបងប្អូនខ្លាចអីនឹងគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុនវឌ្ឍនៈព្រោះបងប្អូនគ្រប់គ្រងផលិតផលក្រុមហ៊ុនវឌ្ឍនៈដូចជាបានគ្រប់គ្រងគុនខ្មែរក៏ដូចជាកីឡាករគុនខ្មែរអញ្ចឹងហេតុអីខ្ញុំនិយាយអញ្ចឹងបងប្អូនរាល់ការទិញពីភេទជ្ជៈពីក្រុមហ៊ុនវឌ្ឍនៈបងប្អូនបានចូលរួមចំណែកក្នុងបណ្ដាលគុនខ្មែរក៏ដូចជាកីឡាករគុនខ្មែរអញ្ចឹងព្រោះអ្នកអង្គញាសម្អាងវឌ្ឍនៈគាត់យកលុយនោះមកចំណាយក្នុងកម្មវិធីបណ្ដាលគុនខ្មែរជា sponsor ក្នុងកម្មវិធីបងប្អូនចូលរួមគ្រប់គ្រងផលិតផលក្រុមហ៊ុនវឌ្ឍនៈទាំងអស់គ្នាហើយកម្មវិធីនេះគឺអត់ដែលមានទេបងប្អូនប្រហែលជាបានដឹងហើយជាពិសេសពុកម៉ែបងប្អូនដែលគាត់មើលបណ្ដាលយូរហើយគឺអត់ដែលមានកម្មវិធីធំអញ្ចឹងទេកម្មវិធីរាល់ដងគឺមានតែការប្រកួតលុយឡានដណ្ដើមផ្ទះយកកីឡាករយកខ្លួនឯងប៉ុន្តែលើកនេះគឺជាកម្មវិធីដែលអត់ដែលមានទេគឺសិស្សបានលុយលោកគ្រូបានឡានគឺជាកម្មវិធីដែលមានលើកដំបូងនៅការប្រកួតបណ្ដាលគុនខ្មែរអង្គញាសម្អាងវឌ្ឍនៈហ៊ានចំណាយលុយ120លានក្នុងការបង្កើតកម្មវិធីដ៏ធំមួយនេះគឺកម្មវិធី The Battle of Three Kingdom ចំណាយលុយ120លានអមជាមួយនឹងឡាន pick up មួយគ្រឿងទៅដល់ក្លឹបបងប្អូនអញ្ចឹងបងប្អូនយើងខ្លាចអីនឹងគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុនវឌ្ឍនៈព្រោះយើងគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុនវឌ្ឍនៈដូចជាបានជួយគុនបណ្ដាលគុនខ្មែរក៏ដូចជាកីឡាករគុនខ្មែរយើងដែរហើយដោយកម្មវិធី The Battle of Three Kingdom នេះអញ្ចឹងការប្រកួតគឺបានបញ្ចប់ហើយលោកគ្រូ17គាត់ទទួលបានឡាន pick up មួយគ្រឿងទោះលោកគ្រូឆ្នើមនិងលោកគ្រូធនសភាគាត់អត់ទទួលបានឡានក៏ដោយប៉ុន្តែបានការលើកទឹកចិត្តពីអ្នកអង្គញាសម្អាងវឌ្ឍនៈគាត់ឧបត្ថម្ភថវិកាចំនួន20លានអមដោយ iPhone 17 Pro Max គឺមួយគ្រឿងម្នាក់ទៀតបងប្អូនអញ្ចឹងនេះគឺជាការលើកទឹកចិត្តសម្រាប់លោកគ្រូទាំងពីរនាក់ទោះគាត់អត់ទទួលបានជ័យជំនះក៏ដោយប៉ុន្តែគាត់ក៏ជាគ្រូបង្វឹកដែលបណ្ដុះបណ្ដាលធនធានកីឡាករគុនខ្មែរយើងដែរបងប្អូនអញ្ចឹងនេះជាការលើកទឹកចិត្តទោះអត់ទទួលបានជ័យជំនះក៏អ្នកអង្គញាសម្អាងវឌ្ឍនៈលើកទឹកចិត្តដែរអញ្ចឹងបញ្ជាក់ឲ្យឃើញថាកម្មវិធីនេះគឺល្អបងប្អូនហើយក៏ដែរមានដែរចំណេញទាំងកីឡាករចំណេញទាំងលោកគ្រូហើយទោះលោកគ្រូគាត់អត់ទទួលបានឡានអត់ទទួលជោគជ័យក៏ប៉ុន្តែគាត់នៅតែបានការលើកទឹកចិត្តនិងការឧបត្ថម្ភពីអ្នកអង្គញាសម្អាងវឌ្ឍនៈដូចគ្នាអញ្ចឹងបងប្អូនសរុបមកវិញនេះរដូវកាលទី1ចប់ហើយមានតែចាំអត់រដូវកាលទី2ក្នុងកម្មវិធី The Battle of Three Kingdom តើក្លឹបលោកគ្រូរូបណាកីឡាកររូបណាចូលរួមប្រកួតហើយតើចាំមើលមានក្លឹបលោកគ្រូឆ្នើមទៀតអត់បងប្អូន